ជំរាបសួរសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងមកនិទានរឿងតាក់ទងជាមួយនឹងផ្ទះសំណាក់មួយកន្លែងដែលប្រជាជននៅទីនោះបាននិយាយតគ្នាអំពីផ្ទះសំណាក់មួយនេះដែលមានហេតុការណ៍រន្ធត់ហើយគួរឲ្យខ្លាចហើយប្រជាជននៅទីនោះគឺសុទ្ធសឹងតែមិនហ៊ានសូម្បីតែជិះម៉ូតូកាត់នៅទីនោះហើយចុងក្រោយបានដឹងថារឿងនេះគឺផ្ទុយស្រឡះពីដើមតែម្ដងចាំមកបងប្អូនគ្នាដើម្បីចង់ដឹងថារឿងរ៉ាវមួយនេះមានហេតុការណ៍អីកើតឡើងខ្លះនិងរន្ធត់បែបណាតោះស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នានៅក្នុងរាត្រីទី6ថ្ងៃនេះផងដែរយើងនឹងលើកយករឿងមួយតាក់ទងជាមួយនឹងផ្ទះសំណាក់មួយកន្លែងដោយផ្ទះសំណាក់មួយនេះគឺមានភាពល្បីល្បាញមែនទែនតាក់ទងជាមួយនឹងខ្មោចលងហើយដោយសៀងហៃគឺជាបរិសម្នាក់ដែលជា content creator គាត់ក៏បានទទួលទូរស័ព្ទពីប្រិយមិត្តមួយដែលប្រាប់មកកាន់គាត់ថាផ្ទះសំណាក់មួយនេះគឺមិនមាននរណាម្នាក់សូម្បីតែជិះម៉ូតូកាត់ក្នុងនាមគាត់ជាអ្នកធ្វើវីដេអូម្នាក់គាត់ចង់ឲ្យមាន view ក៏ដូចជា like ច្រើននៅក្នុង channel របស់គាត់ក៏បានចុះទៅទីកន្លែងមួយនោះហើយគាត់ក៏ជួបរឿងរ៉ាវចម្លែកអញ្ចឹងយើងនិយាយពីសៀងហៃគឺជាអ្នកលេងបណ្ដាញសង្គមដ៏ល្បីឈ្មោះម្នាក់ដែលគាត់មានអ្នកគាំទ្រជាង50,000នាក់សៀងហៃមានអាយុ22ឆ្នាំគាត់តែងតែចូលចិត្តដើរផ្សាយវីដេអូផ្ទាល់នៅកន្លែងប្លែកៗជាច្រើនរាល់វីដេអូរបស់គាត់សុទ្ធតែមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាហាក់ដូចជាកំពុងតែស្ថិតនៅក្នុងកន្លែងនោះផ្ទាល់តែម្ដងសៀងហៃចូលចិត្តការប្រឈមដែលគាត់តែងតែជ្រើសរើសទីកន្លែងដែលល្បីថាមានខ្មោចលងហើយធ្វើដំណើរទៅថតទីកន្លែងទាំងនោះដោយបានចំណាយពេលស្នាក់នៅទីនោះផ្ទាល់មួយយប់ព្រមទាំងផ្សាយវីដេអូផ្ទាល់ផងដែរចំណុចនេះហើយដែលធ្វើឲ្យរាល់វីដេអូរបស់សៀងហៃសុទ្ធតែមានអ្នកចូលចិត្តទស្សនាច្រើនម៉ឺននាក់មានថ្ងៃមួយសៀងហៃក៏បានទទួលសាររបស់ប្រិយមិត្តម្នាក់ដែលគេផ្ដល់យោបល់មកថាសៀងហៃគួរតែសាកល្បងទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងដែលនៅជីក្រុងដែលមានឈ្មោះថារាត្រីមនោហើយមនុស្សភាគច្រើនដែលរស់នៅកន្លែងនោះតែងតែអះអាងថាឃើញខ្មោចស្រីម្នាក់រៀងរាល់យប់សៀងហៃបានចាប់អារម្មណ៍យោបល់នេះយ៉ាងខ្លាំងហើយគាត់ក៏បានតបសារតាក់ទងជាមួយនឹងប្រិយមិត្តមួយរូបនោះដើម្បីស្រង់យកព័ត៌មានដែលចាំបាច់មួយចំនួនក្នុងការរៀបចំខ្លួនចុះទៅថតនិងស្នាក់នៅទីកន្លែងផ្ទាល់ក្នុងពេលឆាប់នេះពីថ្ងៃក្រោយមកគឺថ្ងៃសៅរ៍សៀងហៃក៏បានសម្រេចចិត្តថានឹងទៅស្នាក់នៅផ្ទះសំណាក់រាត្រីមនោមួយយប់ដើម្បីផ្សាយវីដេអូផ្ទាល់នៅទីនោះនិងដើម្បីស្វែងរកការពិតមានវត្តមានខ្មោចស្រីដែរឬអត់សៀងហៃបានចំណាយពេលសិក្សាស្រាវជ្រាវអំពីផ្ទះសំណាក់នោះពីព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាមានករណីបាត់ខ្លួនរបស់នារីម្នាក់កាលពីប៉ុន្មានថ្ងៃមុននេះហើយផ្ទះសំណាក់នេះមួយរយៈពេលក្រោយនេះមានសភាពស្ងាត់ខ្លាំងដោយមិនមានមនុស្សទៅស្នាក់នៅច្រើនឡើយសៀងហៃក៏បានដឹងទៀតថារាត្រីមនោមានបុរសចំណាស់ម្នាក់ជាអ្នកគ្រប់គ្រងហើយក្រោយមកដូចជាគាត់បានប្រគល់ឲ្យកូនប្រុសរបស់គាត់ជាអ្នកកាន់កាប់ទៅវិញដោយសារតែគាត់មានវ័យជរាហើយមានជំងឺជាប់ខ្លួនផងដែរក្នុងពេលនោះសៀងហៃបានចំណាយពេលផ្សព្វផ្សាយគម្រោងផ្សាយវីដេអូផ្ទាល់របស់ខ្លួននៅផ្ទះសំណាក់ឈ្មោះរាត្រីមនោដែលគេល្បីថាមានខ្មោចសៀងហៃបាននិយាយបង្ហោះសារទៅលើទំព័របណ្ដាញសង្គមរបស់ខ្លួនថាតើក្នុងលោកនេះមានខ្មោចដែរឬទេតើការបាត់ខ្លួនរបស់នារីម្នាក់នោះមានអ្វីជាប់តាក់ទងនឹងផ្ទះសំណាក់មួយនេះសូមរងចាំតាមដានទាំងអស់គ្នាជាមួយនឹងខ្ញុំសៀងហៃក្នុងយប់នេះសៀងហៃសង្កេតឃើញថាមានការគាំទ្រផ្សព្វផ្សាយរបស់ខ្លួនជាច្រើនពីប្រិយមិត្តអ្នកតាមដានហើយក៏មានអ្នកអះអាងថាมันមានខ្មោចទេសៀងហៃបានចំណាយពេលអង្គុយអាននិងផ្លាស់ប្ដូរយោបល់ជាមួយនឹងប្រិយមិត្តរបស់ខ្លួនរហូតដល់ពេលល្ងាចមកអីនោះទេបងប្អូនទាំងអស់គ្នាពេលនេះម៉ោង3ល្ងាចហើយយើងចូលចែកគ្នាប៉ុណ្ណឹងបានហើយចាំតាមដានវីដេអូផ្សាយផ្ទាល់ស្វែងរកការពិតនាយប់នេះទាំងអស់គ្នាណាបន្ទាប់មកសៀងហៃក៏បានរៀបចំខ្លួនហើយឆែកមើលគ្រឿងសម្ភារៈដែលត្រូវយកទៅតាមដូចជាដុំសាកថ្មទូរស័ព្ទស្រោមដៃចំណីអាហាររបស់របបផ្សេងជាដើមលុះដល់វេលាម៉ោង3:30នាទីល្ងាចសៀងហៃក៏បានហៅឡានតាក់ស៊ីទៅផ្ទះសំណាក់មូសសៀងហៃតែងតែមានទម្លាប់មិនប្រើមធ្យោបាយធ្វើដំណើររបស់ខ្លួនទេដោយសារតែគាត់តែងតែទៅថតនៅកន្លែងដែលស្ងាត់ឬកន្លែងដែលគេបោះបង់ចោលដូច្នោះហើយដើម្បីការពារកុំឲ្យបាត់យានជំនិះផ្ទាល់ខ្លួនសៀងហៃតែងតែជិះតាក់ស៊ីទៅតាមគោលដៅនីមួយៗអ្នកបើកតាក់ស៊ីនោះឆ្ងល់មែនទែននៅពេលដែលបានឃើញទីតាំងដែលសៀងហៃឲ្យដឹកទៅហើយគាត់ក៏បានសួរសៀងហៃថាអេក្មួយឯងទៅនឹងអត់ខ្លាចទេអី
អមលឺថាម្ដុំនឹងស្ងាត់ណាស់ហើយមានផ្ទះសំណាក់មួយល្បីថាមានខ្មោចលងទៀតផងពេលនោះសៀងហៃក៏តបទៅគាត់វិញថាខ្លាចអីអមបើខ្ញុំធ្លាប់ទៅកន្លែងបែបនឹងច្រើនកន្លែងដែរហ្នឹងតែមិនឃើញមានអ្វីផងបើអមចង់ដឹងការពិតអមអាចរងចាំតាមដានការផ្សាយវីដេអូផ្ទាល់របស់ខ្ញុំបាននៅយប់នេះសៀងហៃក៏បានមកដល់គោលដៅនៅម៉ោង 4:30 នាទីហើយបន្ទាប់ពីបានចេញពីឡានតាក់ស៊ីមកសៀងហៃក៏បានប្រទះឃើញសុទ្ធតែរូបថតរបស់នារីដែលបានបាត់ខ្លួននៅជុំវិញផ្ទះសំណាក់នោះមិនថារបងឬជញ្ជាំងឡើយសៀងហៃក៏បានក្រឡេកមើលទៅផ្ទះសំណាក់នោះឃើញថាផ្លាកឈ្មោះរាត្រីមនោមានសភាពចាស់ហើយស្ទើរតែមិនអាចអានដាច់ហើយផ្ទះសំណាក់នោះមាន2ជាន់ផ្ទាល់ដីជាន់ទី1និងជាន់ទី2សភាពផ្ទះសំណាក់នោះមានលក្ខណៈចាស់ទ្រុឌទ្រោមដែលមើលទៅហាក់ដូចជាផ្ទះដែលគេបោះបង់ចោលគឺមានសភាពគួរឲ្យខ្លាចនាពេលយប់ហើយបរិវេណជុំវិញនោះសុទ្ធតែមានដើមឈើធំៗដែលជាកត្តាបង្កភាពភ័យខ្លាចថែមមួយកម្រិតទៀតសៀងហៃប្រុងនឹងដើរចូលទៅហើយស្រាប់តែប្រទះឃើញបុរសម្នាក់ដែលមានសម្លៀកបំពាក់រហែកហើយក្នុងដៃមានកាន់រូបថតរបស់នារីដែលបានបាត់ខ្លួនបានដើរចូលបរិវេណផ្ទះសំណាក់នោះហើយក៏ដើរបិទទៅតាមដើមឈើសៀងហៃក៏បានដើរទៅរកបុរសនោះហើយក៏បាននិយាយថាសួស្ដីបងតើបងត្រូវជាអ្វីនឹងអ្នកដែលបានបាត់ខ្លួនដែរបុរសម្នាក់នោះក៏បានងាកមកមើលសៀងហៃហើយក៏បានតបថាចេញពីទីនេះទៅតន់មានឱកាសប្រសិនបើឯងមិនចង់ខ្លាចជាសាកសពមួយទៀតនិយាយរួចបុរសនោះក៏បានដើរចេញទៅដោយទុកឲ្យសៀងហៃនៅឈរងឿងឆ្ងល់តែម្នាក់ឯងភ្លាមនោះសៀងហៃក៏បានប្រមូលស្មារតីមកវិញហើយក៏បានងាកមើលឆ្វេងស្ដាំដើម្បីរកបុរសនោះសួរនាំបន្ថែមតែស្រាប់តែបាត់បុរសនោះឆឹងមួយសន្ទុះក្រោយមកក៏មានសំឡេងអ្នកណាម្នាក់បានស្រែកសួរទាំងមិនពេញចិត្តពីក្រោយថាឯងជានរណាហើយអ្វីបានជាលួចចូលមកក្នុងបរិវេណផ្ទះរបស់យើងសៀងហៃក៏ងាកទៅរកម្ចាស់សំឡេងនោះហើយក៏បានឃើញបុរសម្នាក់ដែលមានស្នាមនៅលើមុខកំពុងតែឈរសម្លឹងមើលមកខ្លួនក្នុងក្រសែភ្នែកមិនធម្មតាសៀងហៃក៏តបទៅវិញថាអូពូជាម្ចាស់ផ្ទះសំណាក់នេះមែនទេខ្ញុំមកជួលបន្ទប់ស្នាក់នៅមួយយប់បុរសនោះវាចិញ្ចើមឡើងលើហើយក៏តបទាំងមន្ទិលសង្ស័យពេលនោះសៀងហៃជាមួយនឹងបុរសម្នាក់នោះបានជជែកគ្នារកជួលបន្ទប់មែនមានមួយយប់20,000 រៀល20,000 រៀលហ្នឹងថ្លៃម៉េះថ្លៃឯកសាររកមើលទៅថាម្ដុំនេះមានផ្ទះសំណាក់សម្រាប់ជួលអត់20,000 រៀលបើមិនជួលឯងចាញ់ទៅពេលនោះសៀងហៃក៏តបថាបាទពូខ្ញុំយកមកបន្ទប់អញ្ចឹងមកតាមពូទីនេះតម្រូវឲ្យបង់ប្រាក់មុនហើយកន្លែងបង់ប្រាក់នៅជាន់ទី1និយាយរួចបរិសនោះក៏បានដើរនាំផ្លូវសៀងហៃឡើងចណ្ដាលកណ្ដាលដើម្បីឡើងទៅជាន់ទី1សៀងហៃក៏រៀងឆ្ងល់ដែរថាហេតុអីបានជាកន្លែងទទួលភ្ញៀវទុកនៅជាន់ទី1ទៅវិញចុះជាន់ផ្ទាល់ដីទុកសម្រាប់ធ្វើអ្វីសៀងហៃដើរបណ្ដាគិតបណ្ដាហើយក៏បានអង្កេតមើលតាមផ្លូវដើរផងដែរថាសភាពនៅក្នុងផ្ទះសំណាក់នោះមានសភាពកខ្វក់មែនទែនហើយនៅតាមពីដានមានសុទ្ធតែសំបុកពីងដែលមើលទៅហាក់ដូចជាត្រូវគេទុកចោលអស់រយៈពេល2ទៅ3ខែពេលឡើងមកដល់ជាន់ទី1បរិសម្ចាស់ផ្ទះនោះក៏បានបាយក្រោយហើយនិយាយថាបងប្រាក់សិនមកចាំពូឲ្យសោបន្ទប់សៀងហៃក៏បងប្រាក់ចំនួន20,000 រៀលហើយបរិសនោះក៏បានចាក់សោចូលទៅក្នុងបន្ទប់លេខ101នៅពេលដែលបរិសនោះបានបើកទ្វារចំហសៀងហៃបានឮសំឡេងតិចៗរបស់បរិសចំណាស់ម្នាក់នៅក្នុងបន្ទប់នោះដែលទំនងដូចជាគាត់កំពុងតែមានអ្វីជាប់នៅក្នុងមាត់បរិសនោះក៏បានដើរចេញមកវិញដោយមានកាន់កូនសោមួយចង្កោមហើយគាត់ក៏បានចាក់យកសោបន្ទប់លេខ102ឲ្យទៅសៀងហៃរួចក៏ដើរចូលទៅក្នុងបន្ទប់នោះវិញសៀងហៃក៏ខាត់គាត់ដោយមិននិយាយថាឈប់សិនមិនបានជាឲ្យខ្ញុំនៅជាន់ទី1វិញចុះជាន់ផ្ទាល់ដីបរិសនោះតបវិញដោយមិនសប្បាយចិត្តថាជាន់ក្រោមគេជួលស្នាក់នៅអស់ហើយកុំសួរច្រើនពេកហើយកុំដើរទៅណាឲ្យសោះបើគ្មានភារកិច្ចជាពិសេសហាមដាច់ខាតកុំឡើងទៅជាន់លើនិយាយរួចបរិសនោះក៏បានទាញទ្វារបិទមួយទំហឹងមុនបិទសៀងហៃក៏បានឮសំឡេងបរិសចំណាស់នោះហាក់ដូចជាកំពុងស្រែកអ្វីម្យ៉ាងដែលខ្លួនមិនស្ដាប់មិនច្បាស់សៀងហៃកាន់តែមានអារម្មណ៍ថាកន្លែងមួយនេះហាក់ចម្លែកជាងកន្លែងដែលខ្លួនធ្លាប់ទៅតែគាត់មិនដឹងច្បាស់ទេថាប្លែកដោយសាររឿងអ្វីដោយសារតែវាគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ
សៀងហៃរៀបនឹងដើរទៅបន្ទប់របស់ខ្លួនហើយស្រាប់តែក្រឡេកឃើញមានមនុស្ស2នាក់ស្រីប្រុសបានលួចមើលមកខ្លួនពីជាន់ផ្ទាល់ដីហើយនៅពេលដែលពួកគេដឹងថាសៀងហៃបានឃើញពួកគេក៏បានបិទទ្វារបន្ទប់របស់ពួកគេរៀងខ្លួនវិញម៉ាណិតក៏ចាក់សោបន្ទប់របស់ខ្លួនដែលមានលេខ102ហើយអ្វីដែលចម្លែកនោះគឺបន្ទប់របស់គាត់នៅទល់មុខនឹងបន្ទប់របស់ម្ចាស់ផ្ទះសំណាក់នោះពេលដែលចូលដល់បន្ទប់សៀងហៃបានឃើញមានគ្រែមួយហើយនៅលើគ្រែមានពូកមួយដែលប្រឡាក់សុទ្ធតែធូលីពេញនឹងសៀងហៃក្រវីក្បាលហើយក៏បើកកាបូបស្ពាយរបស់ខ្លួនរួចយកកន្សែងពោះគោមួយចេញមកក្រាលពីលើពូកនោះបន្ទាប់មកសៀងហៃក៏បានមើលម៉ោងឃើញថាពេលនេះម៉ោង5ល្ងាចហើយសៀងហៃក៏បានទូរស័ព្ទហើយរៀបចំសម្ភារៈផ្សាយវីដេអូនោះនាពេលយប់លុះយប់ឡើងម៉ាណិតក៏ចាប់ផ្ដើមការផ្សាយផ្ទាល់សួស្តីអ្នកទាំងអស់គ្នាទេមើលថាខ្ញុំនៅទីណាខ្ញុំកំពុងតែស្នាក់នៅក្នុងបន្ទប់លេខ102នៅឯផ្ទះសំណាក់រាត្រីមនោអ្នកទាំងអស់គ្នាប្រហែលជាអត់ជឿខ្ញុំទេមែនទេនេះមើលសភាពក្នុងបន្ទប់របស់ខ្ញុំហើយចាំខ្ញុំបង្ហាញរូបភាពដែលខ្ញុំបានថតកាលពីល្ងាចមិញនេះណាសៀងហៃបានចាប់ផ្ដើមនិយាយរៀបរាប់រឿងរ៉ាវដែលខ្លួនបានជួបប្រទះព្រមទាំងសកម្មភាពចម្លែករបស់ម្ចាស់ផ្ទះសំណាក់ដែលមាននៅទីនេះផងដែរអូខេពេលនេះម៉ោង7យប់ហើយបន្តិចទៀតនេះខ្ញុំនឹងលួចចេញទៅខាងក្រៅដើម្បីស្វែងរកការពិតថាតើមូលហេតុអ្វីបានជាម្ចាស់ផ្ទះសំណាក់ហាមមិនឲ្យឡើងទៅជាន់ខាងលើហើយតើនៅទីនេះមានខ្មោចពិតឬអត់សូមតាមដានទាំងអស់គ្នាសៀងហៃក៏បានរៀបចំសម្ភារៈមួយចំនួនដែលខ្លួននឹងត្រូវប្រើប្រាស់ដូចជាពិលឧបករណ៍ថតជាដើមបន្ទាប់ពីរៀបចំរួចហើយសៀងហៃក៏បានដើរទៅបើកទ្វារចេញពីបន្ទប់នោះហើយនៅពេលដែលសៀងហៃរៀបចំនឹងដើរចេញស្រាប់តែឮសំឡេងទូរទស្សន៍បើកចេញពីបន្ទប់របស់ម្ចាស់ផ្ទះសំណាក់សៀងហៃក៏បានឈរគិតមួយសន្ទុះហើយក៏បានដកសក់មួយសរសៃយកទៅដាក់នៅក្នុងរុនសោទ្វារបន្ទប់របស់ខ្លួនប្រសិនបើមានអ្នកណាម្នាក់មានបំណងមិនល្អអីសៀងហៃនឹងបានដឹងប្រិមិត្តដែលតាមដានក្នុងវីដេអូផ្សាយផ្ទាល់បានកោតសរសើរភាពវៃឆ្លាតរបស់សៀងហៃហើយម្នាក់កំពុងរងចាំមើលថាតើនឹងមានអ្វីកើតឡើងនៅក្នុងយប់នោះបន្ទាប់មកសៀងហៃក៏បានដើរលបតម្រង់ទៅកាន់ជណ្ដើរហើយក៏បានឡើងទៅជាន់ទី2ពេលដែលសៀងហៃទៅដល់ជាន់នោះភ្លាមគាត់បានចាប់អារម្មណ៍ឃើញថាมันមានកងតាក់ដើម្បីបើកភ្លើងឡើយហើយជាន់នោះមានសភាពងងឹតខ្លាំងសៀងហៃក៏ដើរមើលទៅមកហើយភ្លាមនោះគាត់ស្រាប់តែមានអារម្មណ៍ថាបានឃើញស្រមោលរបស់នារីម្នាក់ដែលបានឈរនៅក្បែរជញ្ជាំងមួយសៀងហៃចាប់ផ្ដើមបុកពោះយ៉ាងខ្លាំងដោយសារតែពីដើមមកគាត់មិនដែលបានឃើញខ្មោចទេតែលើកនេះហាក់ដូចជាមិនច្បាស់នៅក្នុងចិត្តឡើយសៀងហៃមិនដឹងធ្វើយ៉ាងណាក៏បានដើរឆ្ពោះទៅរកជញ្ជាំងនោះដោយខ្លួនឯងពេលដើរមកដល់សៀងហៃក៏បានឃើញថាស្រមោលរបស់នារីនោះគឺជាក្រដាសមួយផ្ទាំងធំដែលគេបិទនៅលើជញ្ជាំងសោះសៀងហៃហាក់ធូរចិត្តបន្តិចហើយក៏បានពិនិត្យមើលពីស្ថានភាពនៃជញ្ជាំងនោះព្រោះថានៅជាន់ទី2នេះមានជញ្ជាំងមួយនោះដែលឃើញមានក្រដាសពីលើមើលទៅគួរឲ្យចម្លែកសៀងហៃក៏បានទាញក្រដាសនោះចេញហើយក៏ឃើញស្នាមជញ្ជាំងដែលមើលទៅហាក់ដូចជាទៅនឹងបិទថ្មីនេះទេសៀងហៃប្រុងនឹងរកមកអីដំក៏ស្រាប់តែឮសំឡេងឡើងជណ្ដើររបស់មនុស្ស3នាក់ដែលក្នុងនោះមានប្រុស2និងស្រី1ពេលនោះសៀងហៃក៏ប្រញាប់ប្រញាល់រត់រកកន្លែងពួនហើយបន្ថយពន្លឺទូរស័ព្ទឲ្យទាបបំផុតបន្ទាប់នោះបុរស3នាក់នោះបាននិយាយគ្នាពួកឯងឆាប់យករបស់នោះចេញទៅយប់នេះទៅបើទុកយូរនឹងធុំក្លិនស្អុយមិនខានចំជាសយមែនគ្រាន់តែយើងមកដល់ទីនេះភ្លាមមានអ្នកយកសាកសពកប់នៅក្នុងជញ្ជាំងភ្លាមមិនដឹងថាអាណាមួយទេវើយកុំនិយាយច្រើនហើយតាចាស់មួយនោះយើងនឹងគួរគិតចាត់ការតានឹងចោលទៅអូនៅមានអាក្មេងម្នាក់ទៀតដែលទៅមកនៅម្ដេចម៉ាចាត់ការវាចោលដែរសៀងហៃដែលសំងំពួននៅកន្លែងនោះចាប់ផ្ដើមភ័យបុកពោះម្ដងទៀតដោយសារតែនៅក្នុងផ្ទះសំណាក់នោះមានក្រុមចៅបានសំងំពួនហើយពួកគេបានចាប់ឃុំឃាំងតាមម្ចាស់ផ្ទះទុកក្នុងបន្ទប់លេខ101សៀងហៃចាប់ផ្ដើមញ័រដៃជើងហើយគេក៏នឹកគុណដល់ម្ដាយឪពុកសូមឲ្យខ្លួនកុំឲ្យមានរឿងអីយប់នេះ10នាទីក្រោយមកពួកចៅនោះបានឈប់ដំជញ្ជាំងហើយបានលើករបស់អ្វីមួយដែលមើលទៅហាក់ដូចជាសាកសពរបស់មនុស្សដែលបានរុំដោយសម្ពុតចេញពីរុនជញ្ជាំងនោះសៀងហៃក៏បានសរសេរនៅក្នុងវីដេអូ live របស់ខ្លួនថាសូមជួយទូរស័ព្ទហៅប៉ូលីសភ្លាមសៀងហៃមិនមានពេលអាន
មតិយោបល់នៅក្នុងវីដេអូផ្សាយផ្ទាល់ទេដោយសារតែខ្លួនកំពុងតែស្ថិតក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរបន្ទាប់មកសៀងហៃក៏បានឃើញពួកចៅនោះសែងសាកសពនោះចេញតម្រង់ទៅកាន់ជណ្ដើរហើយនៅពេលដែលពួកគេបានដើរកាត់កន្លែងដែលសៀងហៃពួនគាត់ក៏បានឃើញមុខរបស់ពួកគេដែរអ្នកសែងពីរនាក់នោះគឺម្នាក់ដែលថាខ្លួនជាម្ចាស់ផ្ទះនិងម្នាក់ប្រុសដែលបានលួចមើលសៀងហៃពីជាន់ក្រោមហើយម្នាក់ទៀតដែលដើរកាន់ពិលបំភ្លឺផ្លូវនោះគឺជាស្រីដែលនៅជាន់ក្រោមនោះដែរសៀងហៃបានព្យាយាមអត់ដង្ហើមរហូតដល់ពួកគេបានដើរផុតហើយខ្លួនបានសំងំនៅកន្លែងអស់រយៈពេល5នាទីទើបងើបដើរចេញលបចុះទៅជាន់ទី1វិញពេលមកដល់មុខបន្ទប់របស់ខ្លួនសៀងហៃរៀបនឹងចាក់សោបើកទៅហើយតែគេស្រាប់តែឈប់មួយរំពេចដោយសារតែមិនឃើញមានសរសៃសក់នៅក្នុងរន្ធសោនោះទេសៀងហៃមិនរងចាំយូរក៏បានដើរថយក្រោយបន្តិចម្ដងក្នុងគោលបំណងចាក់ចេញពីកន្លែងនោះឲ្យបានលឿនដែលអាចធ្វើទៅបាននៅពេលដែលសៀងហៃថយបាន10ជំហានទ្វារបន្ទប់នោះស្រាប់តែបើកហើយសៀងហៃបានឃើញមនុស្សម្នាក់ដែលខ្លួនជាម្ចាស់ផ្ទះសំណាក់ម្នាក់បានអើតក្បាលចេញមកមើលម្នាក់នោះបានឃើញសៀងហៃដែលកំពុងតែដើរថយក្រោយហើយក៏ស្ទុះរត់ចេញមកដោយក្នុងដៃមានកាន់កាំបិតមួយផងដែរសៀងហៃក៏បែរថយក្រោយហើយរត់យកមួយទំហឹងហើយនៅពេលដែលគាត់រត់ជិតដល់ចណ្ដាលចុះទៅក្រោមសៀងហៃស្រាប់តែឈប់ភ្លាមដោយសារតែខ្លួនបានឃើញចោរម្នាក់ទៀតកំពុងតែរត់ឡើងមកដោយមានកាន់ចបកាប់ធំមួយនៅក្នុងដៃអាតូចស្ទាក់វាឲ្យជាប់ដាច់ខាតកុំឲ្យវាមានជីវិតចាក់ចេញពីនេះឲ្យសោះសៀងហៃក៏បែរទៅទិសហើយរត់សំដៅទៅបន្ទប់មួយដែលនៅចុងម្ខាងទៀតពេលទៅដល់សៀងហៃក៏បានបើកទ្វារហើយសំណាងអីទ្វារនោះមិនបានចាក់គន្លឹះឡើយសៀងហៃបានរត់ចូលទៅក្នុងយ៉ាងលឿនហើយបានបិទទ្វារនោះដោយចាក់គន្លឹះជាប់មិនអស់ចិត្តគាត់ក៏បានយកកៅអីមួយមកដាក់ខាំងមួយជាន់ទៀតបន្ទាប់មកសៀងហៃក៏បានបើកកាតាបយកដុំសាកថ្មទូរស័ព្ទមកវាយបំបែកកញ្ចក់បង្អួចដើម្បីលោតចុះទៅខាងក្រោមក្នុងកំឡុងពេលនោះដែលសៀងហៃកំពុងតែវាយកញ្ចក់នោះពួកចៅដែលនៅខាងក្រៅក៏បានស្រែកឲ្យអ្នកណាម្នាក់ទៅយកសោពីក្នុងបន្ទប់101មកចាក់នៅពេលដែលសោនៅក្នុងបន្ទប់នោះត្រូវបានចាក់បើកបានសម្រេចសៀងហៃក៏បានវាយបំបែកបង្អួចនោះដោយបានសម្រេចដូចគ្នាដោយមានស្នាមរយៈដៃបន្តិចបន្តួចសៀងហៃមិនបងអង្គយូរក៏ហក់ចេញមកតាមបង្អួចនោះចុះមកក្រោមដែលវាមានកម្ពស់ប្រហែល2ម៉ែត្រកន្លះពីដីនៅពេលដែលមកដល់ដីសៀងហៃក៏រត់យ៉ាងលឿនសំដៅទៅច្រកចេញតែជាអកុសលទ្វារត្រូវបានជាប់សោភ្លាមនោះសៀងហៃស្រាប់តែឃើញបរិសម្នាក់ដែលបានដើរបិទរូបថតកាលពីថ្ងៃឈរមើលពីខាងក្រៅក្នុងក្រសែភ្នែកខឹងក្រោធដោយបាននិយាយថាអញប្រាប់ថាឯងចេញពីទីនេះមិនចេញចង់ស្លាប់មួយទៀតហើយមែនទេនិយាយរួចបរិសនោះក៏បានទាញកាំភ្លើងចេញពីខោរបស់គាត់ហើយក៏តម្រង់ទៅកាន់សៀងហៃរៀងស្រឡាំងកាំងបន្តិចដោយសារតែខ្លួនមិនយល់ថារឿងអីកំពុងកើតឡើងមួយរំពេចនោះសៀងហៃស្រាប់តែឮសំឡេងកាំភ្លើងហើយបានអោនមើលកាយខ្លួនឯងតែមិនមានស្នាមរបួសអីឡើយផ្ទុយទៅវិញគាត់បានឮសំឡេងស្រែកឈឺរបស់បុរសចម្លែកនោះព្រមជាមួយនឹងសំឡេងរបស់ប៉ូលីសផងដែរសៀងហៃក៏បានដឹងថាខ្លួនបានសុំឲ្យប្រិយមិត្តរបស់ខ្លួនប្តឹងប៉ូលីសហើយពេលនោះប៉ូលីសបានដាក់កម្លាំងចុះមកឆេបន្ទាប់មកសៀងហៃស្រាប់តែទន់ជើងដួលសន្លប់នៅកន្លែងកើតហេតុដោយសារតែភាពនឿយហត់និងសេចក្តីតក់ស្លុតទន់ពេក2ម៉ោងក្រោយមកសៀងហៃក៏បានដឹងខ្លួនមកវិញហើយក៏ប្រញាប់ស្ទុះក្រោកឈរឡើងមើលជុំវិញខ្លួនសៀងហៃឃើញមានមនុស្សជាច្រើនមានវត្តមានក្នុងបរិវេណផ្ទះសំណាក់នោះមួយរំពេចនោះមានប៉ូលីសម្នាក់បានដើរមកកាន់សៀងហៃហើយក៏បាននាំសៀងហៃទៅសួរចម្លើយព្រឹកថ្ងៃបន្ទាប់ក៏បានចូលមកដល់សៀងហៃក៏បានដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីបានចំណាយពេលអស់ជាច្រើនម៉ោងក្នុងការផ្ដល់ចម្លើយនោះសៀងហៃក៏បានដឹងរឿងរ៉ាវទាំងអស់ថាសាកសពម្នាក់ស្រីក្នុងជញ្ជាំងនោះគឺជាមិត្តស្រីរបស់បុរសចម្លែកដែលកាន់រូបថតតាមរកនាងហើយបុរសនោះក៏ជាអ្នកសម្លាប់មិត្តស្រីរបស់ខ្លួនដែរដោយសារតែភ្លើងប្រច័ណ្ឌបូករួមទាំងសតិមិនសូវល្អរបស់ខ្លួនផងឯក្រុមចៅទាំង3បានចូលមកប្លន់តាមម្ចាស់ផ្ទះសំណាក់បន្ទាប់ពីបានទទួលដឹងថា
កូនរបស់តានោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់អស់តែពួកចៅនោះមិនបានដឹងទេថានៅជាន់ទី2មានគេយកសាកសពមកកប់នៅក្នុងជញ្ជាំងហេតុនេះហើយបានជាក្រុមចៅនោះបានចំណាយពេលប្រហែលថ្ងៃដើម្បីរៀបចំផែនការប្លន់សម្រាប់នឹងបំបិតភស្តុតាងដើម្បីរត់គេចខ្លួនសៀងហៃហួសចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងការពិតហើយក៏សៀងហៃក៏បានចាប់អារម្មណ៍ថានៅទីនោះមិនមានខ្មោចលងអ្វីទេមានតែរឿងរ៉ាវឃាតកម្មដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងតែប៉ុណ្ណោះអូខេបងប្អូនទាំងគ្នាឥឡូវសាច់រឿងរបស់យើងគឺបានបញ្ចប់តាមហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ទៅយ៉ាងណាដែរបើតាមដែលយើងស្ដាប់ពីដើមមកដូចជាមានរឿងរ៉ាវគួរឲ្យខ្លាចខ្លាំងមែនតែនហើយរហូតមកដល់ចប់នេះទើបយើងដឹងថាគឺវាពាក់ព័ន្ធជាមួយនឹងរឿងឃាតកម្មដោយឃាតកម្មនេះផងដែរគឺកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌអញ្ចឹងនៅក្នុងសាច់រឿងនេះផងដែរក៏បានអប់រំយើងដូចគ្នាថាមុនពេលដែលយើងសម្រេចចិត្តថាយើងធ្វើអីមួយក៏យើងត្រូវពិចារណាដែរមិនអាចធ្វើអ្វីមួយដោយការខឹងទាំងដែលធ្វើទៅបាត់បង់ហើយទើបស្ដាយក្រោយអញ្ចឹងត្រឡប់មកវិញក៏សូមចិត្តបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលអត់ទាន់ជួយចុច Subscribe អាចជួយចុច Subscribe ពីអ្នកមួយបានដើម្បីទទួលបាននូវរឿងនិទានថ្មីៗជារៀងរាល់ថ្ងៃចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់នៅក្នុង Channel និទានខ្មោចជូនបងសំណាងល្អជំរាបលាបាយបាយ